សួស្តីបងប្អូនទាំងអស់គ្នាអ្នកគ្រូចុងសផាលពី Accounting for Cambodian ថ្ងៃនេះដែរអ្នកគ្រូបានលើកយកនៅចំណុចមួយទៀតដែលពាក់ព័ន្ធទៅជាមួយនឹងការរៀបចំនៅរបាយការណ៍លំហូរសាច់ប្រាក់មកបង្ហាញជូនបងប្អូនទាំងអស់គ្នាទុកជាចំណេះដឹងបន្ថែមតាក់ទងទៅជាមួយនឹងការរៀបចំរបាយការណ៍លំហូរសាច់ប្រាក់គឺអ្នកគ្រូបានរៀបចំជា clip video ច្រើនមកហើយដែលបានបង្ហាញជូនទៅកាន់បងប្អូនហើយការពេលថ្មីនេះក៏អ្នកគ្រូបានរៀបចំទៅលើ clip video មួយទៀតដែលតាក់ទងទៅនឹងការរៀបចំរបាយការណ៍លំហូរសាច់ប្រាក់ពីសកម្មភាពប្រតិបត្តិការដែលជាការបង្ហាញអំពីហេតុផលថាតើហេតុអ្វីបានជានៅក្នុងការរៀបចំដោយប្រើប្រាស់វិធីសាស្ត្រប្រយោលពីសាច់ប្រាក់ពីប្រតិបត្តិការអាជីវកម្មគេយក net income មកបូកជាមួយនឹង loss on sale អស់ non current asset ហើយនឹងដកនឹង gain on sale អស់ non current asset ហើយអ្នកគ្រូជឿជាក់ថាបងប្អូនបានមើលរួចរាល់ហើយក៏បានយល់ពាក់ព័ន្ធទៅនឹងចំណុចដែលអ្នកគ្រូបញ្យល់ផងដែរនៅក្នុងវេលាថ្ងៃនេះផងដែរក៏អ្នកគ្រូលើកយកនៅការរៀបចំរបាយការណ៍លំហូរសាច់ប្រាក់បន្ថែមទៀតយកមកចែកជូនទៅកាន់បងប្អូនដោយសារតែវាជាគន្លឹះសំខាន់មួយនៅក្នុងការវិភាគហើយដើម្បីយកទិន្នន័យយកមករៀបចំនៅក្នុងរបាយការណ៍នេះពាក់ព័ន្ធទៅជាមួយនឹងអ្វីដែលអ្នកគ្រូរៀបចំបង្ហាញជូនក្នុងវេលាថ្ងៃនេះគឺជាការបង្ហាញអំពីលំហូរសាច់ប្រាក់ដែលយកមករៀបចំនៅក្នុងសកម្មភាពវិនិយោគ investing activity នៅក្នុង investing activity គឺជាការបង្ហាញអំពីបម្រែបម្រួលនៃការវិនិយោគនិងបម្រែបម្រួលនៃទ្រព្យសម្បត្តិរយៈពេលវែងដែលយើងហៅថាជា change in investment ឬក៏ change in non current asset អញ្ចឹងនៅក្នុងវេលាថ្ងៃនេះអ្វីដែលអ្នកគ្រូបង្ហាញជូនគឺជាការលើកយកនៅឧទាហរណ៍របស់ក្រុមហ៊ុនមួយយកមកបង្ហាញជូនអ្នកទាំងអស់គ្នាអំពីរបៀបនៃការគណនាតួលេខដើម្បីយកទៅបង្ហាញអញ្ចឹងនៅក្នុងនេះគេមានរបាយការណ៍ប្រាក់ចំណេញរបស់ក្រុមហ៊ុនមួយនៅក្នុងឆ្នាំ2027គាត់មានចំណាយរំលោះ 38,000 និងគាត់មានចំណេញពីការលក់បរិក្ខារ 14,500 ហើយក្រុមហ៊ុននេះក៏បានបង្ហាញពាក់ព័ន្ធទៅជាមួយនឹងការជ្រើសរើសនៅគណនីមួយចំនួនបន្ថែមទៀតដែលបង្ហាញក្នុងរបាយការណ៍តារាងតុល្យការដើម្បីយកមកវិភាគនៅក្នុងរបាយការណ៍តារាងតុល្យការដែលគាត់រើសយកនៅគណនីមួយចំនួនមកបង្ហាញគឺពាក់ព័ន្ធទៅជាមួយនឹង property plant and equipment PPE នៅក្នុងឆ្នាំ2026យើងមាន PPE របស់យើងគឺ 247,000 ឆ្នាំ2027យើងមាន277ចឹងយើងឃើញថាវាកើន $30,000 ហើយនៅក្នុងនេះករណីរំលោះបូកបន្តរបស់ទ្រព្យជាបរិក្ខារនេះឆ្នាំ2026មាន167ឆ្នាំ2027មាន178ចឹងកើន 11,000 នៅក្នុងនេះផងដែរគឺមានព័ត៌មានបន្ថែមគេប្រាប់យើងថានៅក្នុងកំឡុងឆ្នាំ2027បរិក្ខារមួយដែលមានថ្លៃដើម $45,000 ត្រូវបានលក់ជាសាច់ប្រាក់នេះជាថ្លៃដើមតែយើងអត់ដឹងថាតើគាត់លក់បានសាច់ប្រាក់ប៉ុន្មានទេតែគ្រាន់តែគេបញ្ជាក់ប្រាប់យើងថានៅក្នុងឆ្នាំ2027គេយកបរិក្ខារមួយដែលមានថ្លៃដើម $45,000 យកទៅលក់ហើយលក់បានលុយបន្តមកទៀតនៅក្នុងកំឡុងឆ្នាំ2027 $25,000 នៃ bond payable នៃសញ្ញាប័ណ្ណបំណុលគឺត្រូវបានគេបោះផ្សាយដើម្បីដោះដូរជាមួយនឹងការទិញ property plant and equipment ចា៎នេះគឺជាព័ត៌មានដែលគេឲ្យមកយើងហើយនៅក្នុងនេះអ្វីដែលគេចង់ឲ្យយើងធ្វើការគណនាគឺគេឲ្យយើងគណនាអំពីសាច់ប្រាក់ដែលយើងទូទាត់ទៅលើការទិញអចលនទ្រព្យតើក្រុមហ៊ុនទូទាត់សាច់ប្រាក់ប៉ុន្មានទៅលើការទិញអចលនទ្រព្យនៅក្នុងឆ្នាំ2027នៅក្នុងនេះទាំងអស់គ្នាបើយើងមើលអំពីទិន្នន័យតាមរយៈរបាយការណ៍តារាងតុល្យការយើងឃើញថាកើនឡើង $30,000 អញ្ចឹងនៅពេលដែលយើងមើលអំពីបម្រែបម្រួលរបស់វាយើងដឹងថាអូក្រុមហ៊ុននេះគឺទិញអចលនទ្រព្យ $30,000 បើសិនជាករណីនេះយើងយក $30,000 យកទៅរៀបចំគឺជាលំហូរសាច់ប្រាក់ចេញនៅក្នុងសកម្មភាពវិនិយោគទៅលើការទិញអចលនទ្រព្យគឺខុសអត់ត្រឹមត្រូវទេពីព្រោះនៅទីនេះការដែលកើនឡើង $30,000 មិនបានបញ្ជាក់អំពីការទិញអចលនទ្រព្យនឹងទេអញ្ចឹងយើងត្រូវមើលអំពីព័ត៌មានបន្ថែមតើយើងគណនាយ៉ាងដូចម្តេចនៅទីនេះទាំងអស់គ្នាយើងដឹងថាវាកើនឡើង $30,000 ខណៈដែលនៅក្នុងឆ្នាំ2027យើងលក់អស់ $45,000 រួចហើយបើសិនជាករណីក្រុមហ៊ុននេះអត់លក់មានន័យថាការកើនឡើងនេះមិនមែន30ទេហើយ property plant equipment នៅក្នុងឆ្នាំ2027មិនមែន 277,000 ទេគឺស្មើនឹង 277,000 បូកនឹង 45,000 ចាអញ្ចឹងនៅក្នុងនេះយើងសួរថាតើយើងគណនាដូចម្ដេចដើម្បីឲ្យដឹងថាយើងទិញប៉ុន្មានអញ្ចឹងនៅទីនេះដើម្បីធ្វើការគណនាទាំងអស់គ្នាត្រូវយកចំនួននៃ property plant equipment ដែលបង្ហាញនៅចុងឆ្នាំ2027បូកជាមួយនឹង property plant equipment ដែលបានលក់ចេញ $45,000 យក ending បូកជាមួយនឹងចំនួនដែលយើងលក់ចេញជាថ្លៃដើមហើយបានដកជាមួយនឹង beginning
ចាដកជាមួយនឹង property plant equipment ដែលយើងមានដើមគ្រាពេលណាដែលយើងដកវាទៅយើងនឹងឃើញអំពី property plant equipment ដែលក្រុមហ៊ុនបានទិញអញ្ចឹងមានន័យថា277បូកនឹង45ដកនឹង247យើងឃើញយើងទិញទាំងអស់75000ទិញទៅលើ property plant equipment 75000ចាប៉ុន្តែនៅទីនេះគេឲ្យយើងកណនីអំពី cash payment លុយដែលទូទាត់ចេញតែម្ដងដែលត្រូវយកនៅលំហូរសាច់ប្រាក់ដែលចេញពិតយកទៅរៀបចំក្នុង investing អញ្ចឹង75000នេះគឺអត់បានចេញលុយទាំងអស់ទេដោយសារតែនៅក្នុង additional information លេខ2គេហៅថាជាព័ត៌មានបន្ថែមលេខ2គេប្រាប់យើងថានៅក្នុងកំឡុងឆ្នាំ2027 $25,000 នៃសញ្ញាបត្របំណុលត្រូវបានគេបោះផ្សាយដើម្បីដូរជាមួយនឹងការទិញ PPE អញ្ចឹងនៅក្នុងនេះចំនួនដែលយើងទិញ$75,000ត្រូវដក$25,000ចេញដោយសារតែ$25,000នៃការកើនឡើងរបស់ PPE ឬក៏ការទិញនេះអត់ចេញជាលុយទេដោយដូរជាមួយនឹងសញ្ញាបត្របំណុលអញ្ចឹងចំនួនសាច់ប្រាក់ពិតប្រាកដដែលយើងចេញទៅលើការទិញអចលនទ្រព្យ$50,000ដូច្នេះនៅពេលដែលរៀបចំ cash flow from investing activity គឺចំនួនដែលយើងបង្ហាញ$50,000គឺជា cash payment for purchase PPE មិន75,000ទេតែចំណុចយើងទិញទាំងអស់គឺ75,000ចាប៉ុន្តែលុយដែលចេញពិតប្រាកដគឺ50បន្តមកទៀតនៅទីនេះពាក់ព័ន្ធទៅនឹងអ្វីដែលគេសួរយើងគឺសាច់ប្រាក់ទទួលបានពីការលក់បរិក្ខារយើងដឹងថានៅក្នុងនេះគឺយើងយកបរិក្ខារដែលមានថ្លៃដើម45,000យកទៅលក់ហើយលក់បានលុយតែយើងដឹងថាលក់បានលុយប្រមាណទេចាអញ្ចឹងយើងចង់ដឹងថាតើលុយប៉ុន្មានដែលយើងលក់បានហើយដែលត្រូវយកលុយនោះទៅរៀបចំនៅក្នុង investing អញ្ចឹងនៅទីនេះយើងយក45,000ដែលជាថ្លៃដើមដកជាមួយនឹងរំលោះ27តើយើងធ្វើម៉េចទៅដឹងថាបរិក្ខារដែលមានថ្លៃដើម45,000នេះមានរំលោះ27,000តើអរគ្នាមើលនៅក្នុងព័ត៌មាននៅក្នុង income statement គេប្រាប់យើងថាគេមានរំលោះ38,000នៅក្នុងឆ្នាំមានន័យថានៅក្នុងឆ្នាំ2027រំលោះទៅលើ PPE គឺ38ប៉ុន្តែយើងឃើញកើនឡើងតែ11ទេចាទាំងអស់វា38យើងឃើញកើនឡើងតែ11មានសេចក្តីថា27ត្រូវបានយើង write off ចោលចាយើង write off ចេញពីបញ្ជីអញ្ចឹងសេចក្តីសន្និដ្ឋានរបស់យើងមានន័យថាបរិក្ខារដែលយើងលក់$45,000នេះគឺមានរំលោះ27ចាព្រោះយើងដកបរិក្ខារយកទៅលក់អញ្ចឹងហើយគេយក45ដកនឹង27គេឃើញតម្លៃ book value របស់ asset ហ្នឹង45ដកនឹង27ទាំងអស់គ្នាយើងឃើញតម្លៃដើមរបស់ទ្រព្យហ្នឹងប៉ុន្តែនៅទីនេះគេប្រាប់យើងថាម៉េចគេប្រាប់ថាគេលក់ចំណេញចាគេលក់ចំណេញអញ្ចឹងគេលក់ចំណេញបានប៉ុន្មានគេលក់ចំណេញបាន14,500យោងទៅលើទិន្នន័យដែលប្រាប់នៅក្នុង income statement ចំណេញបាន14,500ចាអញ្ចឹងត្រូវយកថ្លៃដើមដែលនៅសល់បូកនឹងចំណេញនោះយើងនឹងឃើញចំនួនទឹកប្រាក់ដែលយើងទទួលបានពីការលក់ PPE ចាតែបើសិនជាករណីលក់ខាតអមថាសមត្ថការគេប្រាប់ថា loss on sale បើខាតគឺត្រូវដកពីព្រោះលក់អត់ដល់ដើមតែនៅទីនេះគឺយើងលក់ចំណេញអញ្ចឹងពេលលក់ចំណេញយើងត្រូវបូកអញ្ចឹងយក45ដកនឹង27យើងឃើញ18ជាថ្លៃដើមដែលនៅសល់បូកជាមួយនឹងចំណេញ14,500ទៀតអញ្ចឹងយើងឃើញសាច់ប្រាក់ដែលទទួលបានពីការលក់ PPE 32,500ដូច្នេះ32,500នឹងត្រូវយកទៅរៀបចំនៅក្នុងលំហូរសាច់ប្រាក់ពីសកម្មភាពវិនិយោគគឺជាសាច់ប្រាក់ចូលចាសាច់ប្រាក់យើងទទួលបានពីការលក់អចលនទ្រព្យហើយសម្រាប់ករណី$50,000នេះគឺជាការបង្ហាញក្នុង investing ដែរជាសាច់ប្រាក់ចេញនៅក្នុងសកម្មភាពវិនិយោគចាអញ្ចឹងទាំងអស់គ្នានេះគឺជាការកណនាទៅលើលំហូរសាច់ប្រាក់ដែលពាក់ព័ន្ធទៅនឹងសកម្មភាពវិនិយោគនៅក្នុងការរៀបចំរបាយការណ៍លំហូរសាច់ប្រាក់អរគុណច្រើនទាំងអស់គ្នាដែលបានតាមដានទៅលើការបង្ហាញរបស់អ្នកគ្រូក្នុងវេលាថ្ងៃនេះសង្ឃឹមថាបងប្អូននឹងយល់បន្ថែមទៀតពាក់ព័ន្ធទៅនឹងចំណុចដែលអ្នកគ្រូបានបង្ហាញជូនពរសំណាងល្អជោគជ័យគ្រប់ភារកិច្ចជួបគ្នានៅក្នុងคลิปវីដេអូក្រោយជាបន្តទៀត